អត្តបទប្រធរអប់រំចិនដោយព្រះសាសនមុនីមហាកម្មដ្ឋានាចារ្យហឹមប៊ុនធឿនធម្មថេរោការចម្រើនអប់រំចិត្តតាមវិធីសាស្ត្ររូបមន្តវិបស្សនាបានដំកល់ចិត្តតាំងមាំក្នុងកុសលហើយរមែងបានយល់ច្បាស់ក្នុងសច្ចធម៌គឺជាអាវុធដែលមានធម៌ពលដ៏ខ្លាំងក្លាហើយមានអំណាចប្រកបដោយប្រសិទ្ធភាពអស្ចារ្យបំផុតសម្រាប់អត់ទ្រាំទប់ទល់ជាមួយនឹងការប្រមាថមើលងាយរបស់អ្នកដទៃហើយនឹងជាឱកាសដ៏មានតម្លៃបំផុតសម្រាប់ជំរុញឆន្ទៈឲ្យមានកម្លាំងខ្លាំងក្លាស្ទុះទៅកាន់គោលដៅដ៏ជោគជ័យពីព្រោះកម្លាំងវិបស្សនាញាណបានឃើញច្បាស់នៅសច្ចធម៌នេះជាការកម្ចាត់បងនៅសត្រូវពលគឺកិលេសឈ្មោះថាឈ្នះអ្វីៗគ្រប់យ៉ាងដ៏ប្រសើរបំផុតត្រង់ការឈ្នះខ្លួនឯងគឺឈ្នះការអន់ចិត្តតូចចិត្តឈ្នះការល្ងងខ្លៅអវិជ្ជាឈ្នះការជជែករឹងរូសប្រកាន់មេនៈឈ្នះកំហឹងនិងភាពឆេវឆាវក្រេវក្រោធឈ្នះការរារែកស្ទាក់ស្ទើរសង្ស័យស្មានឈ្នះការកំសាកទុនជ្រាយដូច្នេះកម្លាំងការអប់រំចិត្តគឺជាមធ្យោបាយសំខាន់ណាស់ដែលជាវិធីយកឈ្នះខ្លួនឯងប្រកបដោយអធិបានតធម៌មានឆន្ទៈអធិបតីមានកម្លាំងធំធេងមុតស្រួចមានសមត្ថភាពទទួលបានជោគជ័យតាមបំណងប្រាថ្នានាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនគ្រប់យ៉ាងបើអ្នកមិនទាន់យកឈ្នះខ្លួនឯងបានទេជួកុំព្យាយាមយកឈ្នះអ្នកដទៃឡើយនាំឲ្យមានពៀននិងដេកកាតុងភិក្ខុធម្មថេរោ